បាទអនុញ្ញាតគ្រប់នឹងជំរាបសួរបងប្អូនបាទនេះបងប្អូនថ្ងៃនេះធ្វើការបង្ហាញចែកជូនបងប្អូនទស្សនាលេងកម្សាន្តពាក់ព័ន្ធនឹងត្បូងថ្មអាហ្គែតបាទភាសាបរទេសគេហៅអាហ្គែតហើយចំណែកភាសាខ្មែរយើងគឺភាគច្រើនបងប្អូនបាទតែងតែហៅថាថ្មក្រយៅបាទចឹងប្រភេទនៃថ្មក្រយៅនេះបាទដូចខ្ញុំធ្លាប់ធ្វើការបង្ហាញចែកជូនបងប្អូនទស្សនាម្ដងហើយដែរពាក់ព័ន្ធនឹងអាយុកាលរបស់គេគឺចន្លោះពី350លានឆ្នាំបងប្អូនបាទចឹង350លានឆ្នាំទើបអាចកកើតទៅជាថ្មក្រយៅឬក៏អាហ្គែតនឹងបានបងប្អូនបាទចឹងបើតាមឯកសារដែលខ្ញុំស្រាវជ្រាវពី Google គឺថ្មនឹងកើតឡើងអំពីទឹកយើងបងប្អូនបាទកើតឡើងអំពីទឹកដក់នៅកន្លែងដែលកំណកបំផ្ទុះភ្នំភ្លើងបងប្អូនទៅក៏រាប់រយពាន់ឆ្នាំទៅក៏ទឹកនឹងក៏ទៅជាកំហាប់ខាប់បងប្អូនបាទទៅជាលានឆ្នាំទៅក៏កករឹងទៅជាត្បូងថ្មអញ្ចឹងប្រភេទហ្នឹងគឺឲ្យតែពពួកអាហ្គែតគឺសុទ្ធតែចូលពន្លឺទាំងអស់បងប្អូនបាទនេះបងប្អូននេះចាក់ចូលពន្លឺត្បូងថ្មអាហ្គែតខ្លះក៏សាច់តាន់ទៅត្បូងថ្មអាហ្គែតខ្លះក៏ប្រេះស្រាំបងប្អូនបាទខ្ញុំបិទ flash តិចសិនព្រោះដោយសារខ្ញុំបើក flash បាទនេះបងប្អូននេះចឹងចូលពន្លឺចឹងត្បូងថ្មអាហ្គែតបាទបងប្អូនខ្លះចូលនិយាយទៅចូលឲ្យតែពពួកអាហ្គែតគឺចូលទាំងអស់ចូលពន្លឺទាំងអស់បងប្អូនលើកលែងតែបើសិនជាមានប្រេះស្រាំនៅក្នុងបានបាញ់ទៅអត់ធ្លាយពីម្ខាងទៅម្ខាងទេតែបើសិនជាសាច់ល្អតាន់អញ្ចឹងបាទបាញ់ពលឺចូលពីម្ខាងទៅម្ខាងធ្លុះតែម្ដងអញ្ចឹងអាហ្គែតស្រុកយើងភាគច្រើនកម្រងាយបានតាន់ល្អណាស់បងប្អូនភាគច្រើនតែប្រេះប្រហែលជាមកអំពីអាចមកអំពីសន្តាននៃដីឬក៏មិនដឹងបងប្អូនភាគច្រើនគឺប្រេះទៅ 80% ហើយសម្រាប់បងដែលគាត់ទិញថ្មប្រភេទនឹងយកទៅកលឹងជាងកម្មគឺពិបាកណាស់បងប្អូនពិបាកជ្រើសរើសយកចំណុចដែលពិសេសល្អបាទហ្នឹងហើយបងប្អូនថ្ងៃនេះមានថ្មអាហ្គែតចែកជូនបងប្អូនទស្សនាលេងកម្សាន្តប៉ុណ្ណឹងបងប្អូនបាទគុណច្រើនបងប្អូនបាទជម្រាបលាបាទ